ថ្ងៃនេះលោកគ្រូមកនិយាយរឿងនឹកដើមដង្ហើមដល់រឿងនឹកដើមដង្ហើមដល់នេះលោកគ្រូជឿជាក់ថាមនុស្សម្នាក់សុទ្ធសឹងតែបានជួបនៅរឿងនេះគឺគ្រាន់តែនឹកដើមអ្នកណាម្នាក់មិនយូរប្រមាណអ្នកនោះក៏មកដល់ភ្លាមបើនិយាយតាមបែបអ្នកវិភាគគេយល់ថាជារឿងចៃដន្យរឿងនេះវាមានការពិបាកនិងស្មុគស្មាញនឹងការយល់បន្តិចបើនៅប៉ែកខាងអឺរ៉ុបហ្នឹងគឺគេសើជ្រាវឃើញហើយគេសើជ្រាវដឹងថាវាជាកម្លាំងអពលផ្លូវចិត្តដែលយើងបញ្ជូនទៅរាល់គ្នាការបញ្ជូននៅផ្លូវចិត្តនេះគេហៅថារលកសញ្ញាខាងរលកសញ្ញាអាហ្វ្រិកនិងខាងអឺរ៉ុបខាងអ្នកវិទ្យាសាស្ត្រគេសើជ្រាវឃើញអញ្ចឹងតទៅនេះកូនចៅតាំងចិត្តស្ដាប់បន្តិចទើបអាចយល់បានតែបើនិយាយបែបវិទ្យាសាស្ត្រគេសើជ្រាវឃើញថាការនឹកគិតដល់រឿងអ្វីមួយឬនឹកដល់អ្នកណាម្នាក់គឺការនឹកគិតនេះមានរលកសញ្ញាដែលគេហៅថាហ្វ្រេកង់គឺមានន័យថានៅពេលដែលយើងនឹកគិតដល់បុគ្គលកតាមពិតទៅមិនមែននៅសុកយើងនឹកដល់បុគ្គលកនោះទេគឺមកពីបុគ្គលកបញ្ជូនការគិតមកកាន់យើងហើយកំពុងតែធ្វើដំណើរឆ្ពោះមករកយើងប្រសិនបើរលកសញ្ញាឬក៏ហ្វ្រេកង់របស់យើងមានរលកសញ្ញាស្មើគ្នាធ្វើឲ្យយើងទទួលដឹងហើយក៏នឹកគិតដល់បុគ្គលកហើយក៏និយាយដើមរបស់បុគ្គលកមួយសន្ទុះក្រោយមកបុគ្គលកហ្នឹងក៏មកដល់ល្មមការស្វែងយល់របស់អ្នកវិទ្យាសាស្ត្រយល់បែបនេះគឺយល់ថាជាការបញ្ជូនរលកសញ្ញារកគ្នាចាស់បុរាណយើងនឹងលោកហៅថាយីអានេះអាយុវែងមែននឹកដើមដង្ហើមដល់បើតាមការយល់ឃើញរបស់អ្នកវិទ្យាផ្លូវចិត្តថាជាការបញ្ជូនក្រសែចិត្តមកកាន់អ្នកណាម្នាក់មានន័យថាពេលដែលយើងកំពុងតែនឹកដល់អ្នកណាម្នាក់ស្រាប់តែអ្នកនោះក៏មកដល់ភ្លាមគឺយើងមានអណ្ដាប់ចិត្តដូចគ្នាទើបទទួលក្រសែចិត្តពីអ្នកដទៃដែលបញ្ជូនក្រសែចិត្តមកកាន់យើងពេលដែលយើងមានក្រសែចិត្តក្នុងអណ្ដាប់ស្មើគ្នាដែរគឺមានន័យថាហ្វ្រេកង់រលកសញ្ញាស្មើគ្នាអណ្ដាប់ចិត្តយើងនឹងវាស្មើគ្នាដែរអានឹងសម្រាប់អ្នកដែលฝึกវិជ្ជាផ្លូវចិត្តពេលដែលយើងចូលដល់អណ្ដាប់ឈានហើយរឹតតែអាចបញ្ជូនកម្លាំងចិត្តមកក្របគ្នាទៅវិញទៅមកបានមិនចាំបាច់មកជួបគ្នាផ្ទាល់ក៏បានរឿងទាំងនេះលោកគ្រូមានការពិបាកក្នុងការពន្យល់កូនចៅណាស់តែលោកគ្រូជឿជាក់ថាកូនចៅទាំងអស់សុទ្ធសឹងតែបានជួបនៅរឿងរ៉ាវទាំងនេះគ្រាន់តែថាក្នុងសង្គមខ្មែរយើងមិនសូវមានការចាប់អារម្មណ៍លើកយករឿងនេះមកវិភាគទេរីពិចារណាធ្វើការស្វែងយល់នោះទេបានត្រឹមតែមកនិយាយថានឹកដើមដង្ហើមដល់អាយុវែងមែនតទៅនេះលោកគ្រូលើកយករឿងលោកតាពីរអង្គជាអ្នកបដិបត្តិទុដងបដិបត្តិធម៌ផ្លូវចិត្តលោកទាំងពីមុនជាសហធម្មឹកដែលជាអ្នកបដិបត្តិធម៌រួមគ្នាក្រោយមកក៏ទៅនៅរូងភ្នំឆ្ងាយពីគ្នាហ្នឹងប្រហែលជា700គីឡូជាង700គីឡូជាងដីណានៅឆ្ងាយពីគ្នាហើយជំនាន់នោះមិនទាន់មានទូរស័ព្ទដូចសពថ្ងៃនឹងទេតាំងតែពីចំនួនមិនទាន់មានទូរស័ព្ទនោះឯងតែលោកតាទាំងពីរហាក់បីដូចជានៅជាមួយគ្នាអញ្ចឹងព្រោះលោកទាំងពីរហ្នឹងដឹងរឿងរ៉ាវរបស់កូនសិស្សរបស់លោកទាំងសងខាងនៅពេលដែលលោក
នៅពេលដែលកូនសិស្សរបស់លោកតានៅឆ្ងាយពីគ្នាពេលមកជួបជុំគ្នាលោកតានៅភូមិភាគខាងជើងក៏បានរៀបរាប់អំពីលោកតានៅភូមិភាគខាងត្បូងថានៅថ្ងៃទីប៉ុណ្ណេះលោកតានោះបានធ្វើអីខ្លះអីចឹងហើយក៏មានរឿងអីកើតឡើងចឹងធ្វើឲ្យកូនសិស្សដែលលោកតានៅភូមិភាគខាងត្បូងនោះមានការងឿងឆ្ងល់ថាលោកតាទាំងពីរមិនដែលបានជួបគ្នាទេតែហេតុអីបានជាលោកតាទាំងពីរនេះដឹងនៅរឿងរ៉ាវគ្នាទៅវិញទៅមកចុងក្រោយនេះលោកគ្រូគ្រាន់តែចង់បញ្ជាក់ថាអ្នកវិទ្យាសាស្ត្រគេស្រាវជ្រាវឃើញថាជាការបញ្ជូនហេតុការណ៍ដែលកើតឡើងទៅតាមរលកសញ្ញាហ្វ្រេកង់ឲ្យដឹងនៅរឿងគ្នាទៅវិញទៅមកបើនិយាយអំពីរឿងអ្នកបដិបត្តិផ្លូវចិត្តវិញកាលបើបានសម្រេចនៅឈានសមាបត្តិហើយហ្នឹងគឺអាចដឹងដូចសម័យពុទ្ធកាលថ្ងៃមាឃបូជាថ្ងៃនោះគឺជាថ្ងៃមួយដ៏អស្ចារ្យដែលព្រះអរហន្តដែលប្រកបទៅដោយបដិសរប្រកបទៅដោយអភិញ្ញា6ហ្នឹងគឺមកជួបជុំគ្នាទាំងអស់គឺមកជួបជុំគ្នានៅថ្ងៃនោះទាំងអស់សួរថាលោកដឹងដោយយ៉ាងម៉េចអង្គណានៅរូងភ្នំអង្គណានៅព្រៃភ្នំនៅលើកពួលភ្នំនៅកហែងណាគឺមកជួបជុំនៅក្នុងថ្ងៃមាឃបូជានោះទាំងអស់ហើយសម័យពុទ្ធកាលហ្នឹងគឺមិនទាន់មានទូរស័ព្ទទេតែលោកទាំងអស់ដែលសម្រេចបានជាព្រះអរហន្តដែលប្រកបទៅដោយអភិញ្ញា6ហ្នឹងគឺមកជួបជុំគ្នាក្នុងថ្ងៃមាឃបូជាហ្នឹងជាហេតុមួយដ៏អស្ចារ្យដែរនៅក្នុងថ្ងៃនៅក្នុងពុទ្ធសាសនារបស់យើងក្នុងថ្ងៃមាឃបូជាហ្នឹងអាហ្នឹងយើងនិយាយសម័យពុទ្ធកាលហេតុការណ៍អស់នេះប្រទេសគេស្រាវជ្រាវណាតែខ្មែរយើងឬក៏ជាពិសេសខ្មែរយើងមិនបានស្រាវជ្រាវទេហើយអញ្ចឹងតទៅនេះលោកគ្រូអធិប្បាយថាកាលបើបានសម្រេចនៅវិជ្ជាតបចក្ខុញ្ញាណឬវិជ្ជាតបសោតៈក្តីវិជ្ជាពិសេសដតីហ្នឹងក៏នៅពេលដែលបានឈានសមាបត្តិហ្នឹងវិជ្ជាដតីក៏កើតឡើងជាបន្តបន្ទាប់ហើយវាក៏មិនមានអ្វីប្លែកនោះទេសម្រាប់អ្នកដែលអប់រំខាងផ្លូវចិត្តកាលបើចិត្តប្រឆានិវរណធម៌ហើយគឺចិត្តស្រឡះពន្លឺកើតឡើងឃើញនឹងដឹងនៅរឿងរ៉ាវផ្លែកជាច្រើនអភិនិហាផ្លូវចិត្តហ្នឹងក៏ចាប់ផ្ដើមកើតឡើងតាមអំណាចនៃចិត្តមានន័យថាចិត្តអាចញែកដាច់ចេញពីរាងកាយបានហើយគឺការយកចិត្តទៅចងនៅក្នុងកងកសិនណាមួយរហូតដល់ចិត្តយកឈ្នះលើនិវរណធម៌បានចិត្តស្ថិតនៅក្នុងឯកកតាអារម្មណ៍គឺអារម្មណ៍តែមួយនៅក្នុងកងកសិនដែលខ្លួនកំណត់ក៏ស្មើនឹងការញែកចិត្តដាច់ចេញពីរាងកាយក៏មិនខុសអ្វីពីខ្មោចព្រាយបិសាចទេវតាឥន្ទព្រំនោះទេពួកខ្មោចព្រាយបិសាចទេវតាឥន្ទព្រំនេះមានតែចិត្តវិញ្ញាណមិនមានរាងកាយពួកវាអាចសម្ដែងរិទ្ធបំភាន់ភ្នែកមនុស្សលោកបានអាចធ្វើឲ្យមនុស្សឈឺក៏បានអាចឃុំក្រងមនុស្សលោកក៏បានអាចព្យាបាលជំងឺមនុស្សលោកហ្នឹងឲ្យជាតាមអំណាចនៃរិទ្ធរបស់ពួកវានោះបានតាមអំណាចនៃចិត្តរបស់ពួកគេនោះបានយ៉ាងណាមិញមនុស្សយើងកាលបើហ្វឹកហាត់ញែកចិត្តដាច់ចេញពីរាងកាយបានក៏អាចសម្ដែងរិទ្ធអភិនិហានិងនេរមិតអ្វីបានដូចពួកខ្មោចព្រាយបិសាចទេវតាឥន្ទព្រំនោះដែរតាមថ្នាក់អណ្ដាប់នៃចិត្តដែរអណ្ដាប់ចិត្តរបស់ខ្មោចព្រាយបិសាចមិនមានសិលតែបើទេវតាឥន្ទព្រំមានសិលបើអាចញែកចិត្តដាច់ចេញពីរាងកាយហើយតែយើងជាមនុស្សមិនមានសិលក៏មិនខុសអ្វីពីខ្មោចព្រាយបិសាចអាបធ្មប់នោះដែរអាងតែខ្លួនមានរិទ្ធធ្វើបាបគេឯងតែបើថ្នាក់អណ្ដាប់ចិត្តជាទេវតាឥន្ទព្រំគឺពួកគេទាំងនោះធ្វើតែអំពើល្អមានសិលមានមេត្តាធម៌ជួយឃុំក្រងមនុស្សលោកចិត្តប្រឆាចអំពើបាបទាំងឡាយសរុបសេចក្តីមកធម៌ពលផ្លូវចិត្តហ្នឹងគឺអាចបញ្ជូនការនឹកគិតទៅកាន់អ្នកណាម្នាក់បានលុះត្រាណាតែថ្នាក់អណ្ដាប់ចិត្តដូចគ្នាដែរទើបអាចទទួលដឹងការបញ្ជូនកសែចិត្តរបស់គេបានខាងផ្នែកវិទ្យាសាស្ត្រគេទទួលស្គាល់នៅរឿងរ៉ាវកម្លាំងនៃធម៌ពលផ្លូវចិត្តគឺប្រៀបបានដូចជា remote tele ដែលមានរលកសញ្ញាហ្វ្រេកង់ហ្នឹង
433 MHz ទល់តែមានរលកសញ្ញា frequency ហ្នឹង433ដូចគ្នាដែរ MHz ដូចគ្នាដែរទើបអាចទទួលរលកសញ្ញាដូចគ្នាបានអ្វីដែលលោកគ្រូលើករឿងនឹកដើមដង្ហើមដល់នេះមកអធិប្បាយនេះក៏ដោយសារប្រសាសន៍ហ្នឹងគេសើជ្រាវឃើញអំពីការបញ្ជូននៃរលកសញ្ញាការបញ្ជូននៃរលកសញ្ញាហ្នឹងដែលយើងខ្លះគេហៅបញ្ជូននៅធម៌ពលផ្លូវចិត្តឬខ្លះគេហៅថាបញ្ជូននៅការនឹកគិតរបស់ខ្លួនទៅអ្នកណាម្នាក់ឬគេហៅថាការបញ្ជូននៅក្រសែនៃចិត្តគិតទៅរកអ្នកណាម្នាក់បើសិនជាខ្សែចិត្តរបស់បុគ្គលនោះមានខ្សែអណ្ដាប់ចិត្តស្មើគ្នាគឺអាចទទួលដឹងរឿងរបស់យើងនៅខាងនេះបាននឹងអ្វីដែលលោកគ្រូចង់អធិប្បាយហ្នឹងគឺអធិប្បាយរឿងហ្នឹងខាងវិទ្យាសាស្ត្រគេសើជ្រាវឃើញហើយគេថាគ្រាន់តែជារលកសញ្ញាមួយដែលយើងបញ្ជូនទៅរកគ្នាតែប៉ុណ្ណោះហើយក្នុងខ្លួនរបស់យើងនេះគឺមានចរន្តធម៌ពលហើយនៅក្នុងកាលណាយើងគិតដល់នរណាម្នាក់គឺការគិតហ្នឹងវាមានចរន្តធម៌ពលមានកម្លាំងធម៌ពលណាគេគិតឃើញចឹងសំបីតែការនិយាយសំបីតែការគិតសុទ្ធតែមានកម្លាំងធម៌ពលរបស់វារលកសញ្ញាហ្នឹងក៏មានធម៌ពលគេពិសោធន៍បានតាមរយៈនៃមេកានិកគឺវាមានរលកសញ្ញាវត្ថុនៅក្នុងโลกយើងនេះគឺវិទ្យាសាស្ត្រគេសើជ្រាវឃើញថាមិនថាជាមនុស្សសត្វជារុក្ខជាតិក្តីសុទ្ធសឹងតែមានធម៌ពលដែលខ្មែរយើងហៅថាមានដួងព្រលឹងជាអក្សរៈជាជញ្ជនៈជាសម្លេងនៃការសូត្រនៅមុនគាថាក្តីការនិយាយក្តីឯនឹងសុទ្ធតែមានកម្លាំងធម៌ពលអស់នោះកាលណាបើយើងធ្វើជាច្រើនដងជាញយដងវាធ្វើឲ្យកើតឡើងតាមធម៌ពលនោះបានហើយធម៌ពលនេះវាមានធម៌ពលកម្ចាត់កម្ចាយវាមានធម៌ពលក្នុងនៃការស្រោបទាញដែលយើងហៅថាស្នេហ៍ហ្នឹងណាតាមអ្នកមន្តអាគមហើយវាមានធម៌ពលនៃការបំបែកបំបាក់កម្ចាត់កម្ចាយឃុំក្រងធម៌ពលនៃការព្យាបាលអីជាដើមនោះគឺវាមានកម្លាំងធម៌ពលអស់ហ្នឹងគឺគេសើជ្រាវឃើញគឺកើតចេញពីធម៌ពលផ្លូវចិត្តដែលរួមគុំបង្កើតបានជាឯកកតារម្មណ៍ជាអារម្មណ៍តែមួយនិយាយទៅគឺចិត្តចូលឈានសមាបត្តិហើយអ្នកមានសមាធិផ្លូវចិត្តនេះគឺមានសេចក្តីសុខក្នុងផ្លូវចិត្តនេះច្រើនជាងមនុស្សដែលមិនបានฝึกសមាធិតនេះលោកគ្រូអធិប្បាយអំពីនិវរណធម៌5អាសានិយាយដែរនិវរណធម៌5នឹងមានអធិប្បាយមកคลิปមុនហើយតែខ្លាចកូនចៅចូលក្រោយមិនបានស្ដាប់អីចឹងក៏អធិប្បាយខ្លះទៅអ្វីទៅនិវរណធម៌5ឈានប្រែថាភាវៈនៃចិត្តស្ងប់ប្រាសចាកនិវរណធម៌និវរណធម៌នេះជាធម៌ដែលរារាំងមិនឲ្យអ្នកបដិបត្តិបានសម្រេចនៅគុណវិសេសមាន5យ៉ាងគឺ1កាមឆន្ទៈការត្រេកត្រអាលក្នុងកាមគុណ5មានរូបសម្លេងក្លិនរសជាតិផតពៈ2ព្យាបាទៈការចងគំនុំគុំគួនរវាងគ្នានឹងគ្នា3ឋិនមិត្តៈការត្រមួកងោកងុយងងុយគេង4ឧទ្យាចកុកចៈសេចក្តីរវើរវាយរសាប់រសល់នៃចិត្តមិនចុះសម្រុងក្នុងអារម្មណ៍ណាមួយ5វិជកិច្ឆាសេចក្តីសង្ស័យមិនចេះចប់មិនចេះហើយទៅលើរឿងបាបបុណ្យក្តីសង្ស័យទៅលើគុណវិសេសដតីក្តីគឺសង្ស័យគ្រប់រឿងទាំងអស់ទាំង5ប្រការនេះជាធម៌ដែលរារាំងអ្នកបដិបត្តិមិនឲ្យសម្រេចនៅសេចក្តីល្អបានជាកិលេសថ្នាក់កណ្ដាលចិត្តដែលបានសម្រេចឈានសមាបត្តិនេះជាចិត្តដែលមានធម៌ពលមហាសាលអាចញ៉ាំងគុណវិសេសទាំងឡាយនឹងឲ្យកើតឡើងបានអាចព្យាបាលជំងឺឆ្កួតទូទៅបានអាចព្យាបាលជំងឺផ្លូវចិត្តជំងឺដតីនឹងបាន
អាចធ្វើជាអ្នកចាំជួយប្រោះមនុស្សសត្វបានតាមនិស័យបានបនច្រើនហើយក៏ជាស្ពានសម្រាប់ឆ្លងឆ្ពោះទៅរកលោកុត្តរធម៌បានដែរតែបើប្រើខុសឆ្គងមិនប្រកបទៅដោយកន្លងធម៌វិញហើយក៏ធ្លាក់នរកដ៏សែនជ្រៅដែរបុគ្គលបានឈានសមាបត្តិនេះហើយនៅពេលដែលចិត្តចេញចាកឈានហើយគួររក្សាចិត្តឲ្យនៅត្រឹមឧបចរសមាធិចិត្តហើយចម្រើនមេត្តាជាអបមញ្ញធម៌នឹងឲ្យបានច្រើនដល់មនុស្សសត្វទូទៅព្រោះការចម្រើនមេត្តាភាវនានេះមានអានិសង្សច្រើនណាស់ណាហើយកុំភ្លេចគិតល្អនិយាយល្អធ្វើល្អនិយាយអ្វីធ្វើអ្វីដែលមានប្រយោជន៍ដល់ខ្លួននិងអ្នកដទៃហូបរបស់ដែលមានសារៈប្រយោជន៍ដល់រាងកាយកាលណាបើយើងគិតល្អធ្វើល្អនិយាយល្អហើយអ្វីដែលមាននិយាយអ្វីដែលមានសារៈប្រយោជន៍ដល់អ្នកដទៃនិងខ្លួនហើយហូបនៅអ្វីដែលមានសារៈប្រយោជន៍ដល់រាងកាយកាលបើធ្វើយ៉ាងដូចនេះបានលទ្ធផលដែលយើងទទួលបាននេះគឺមានអ្វីល្អច្រើនជាអនេកហើយក៏សូមឲ្យម៉ែឪបងប្អូនពូមីងកុលបុត្រកុលធីតាទាំងអស់មេត្តាជួយចុច like និង subscribe ផងសម្រាប់អ្នកដែលមិនទាន់បាន subscribe ហើយក៏សូមជូនពរឲ្យអ្នកទាំងអស់មានជួបប្រទះតែសេចក្តីសុខគ្រប់ប្រការប្រាថ្នាអ្វីក៏សូមឲ្យបានសម្រេចដូចសេចក្តីប្រាថ្នាសូមអរគុណ